សូមបងប្អូនប្រុងប្រយ័ត្នក្រុមមនុស្សដែលមានជំងឺទាំងអស់នេះដាច់ខាតកុំទទួលទានផ្លែត្រប់វែងឬក៏គេហៅម្យ៉ាងទៀតថាត្រប់ក្តោះគោទី1អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយឬច្រើនតែមានបញ្ហាក្រពះមានដំណើរការមិនល្អពពុះត្រប់វែងវាគឺជាអាហារត្រជាក់មានន័យថាវាគឺមានលក្ខណៈត្រជាក់តាមឱសថបែបបូព៌ាដូច្នេះហើយវាមិនស័ក្តិសមសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយឬអ្នកដែលឧស្សាហ៍ឈឺក្រពះហើមពោះឬរាក់រូសជាដើមប្រសិនបើលោកអ្នកបរិភោគត្រប់វែងឆៅឬមិនទាន់ឆ្អិនអ្នកដែលមានបញ្ហាក្រពះខ្សោយអាចងាយនឹងមានបញ្ហារំលាយអាហារដែលបណ្ដាលឲ្យឈឺពោះនិងហើមពោះជាដើមដូច្នេះហើយប្រសិនបើលោកអ្នកដឹងខ្លួនថាក្រពះរបស់លោកអ្នកខ្សោយឬកំពុងមានបញ្ហាក្រពះលោកអ្នកគួរតែកំណត់ការទទួលទានត្រប់វែងមួយប្រភេទនេះទី2អ្នកដែលមានជំងឺរលាកសន្លាក់ត្រប់វែងវាគឺជាបន្លែរុក្ខជាតិមួយប្រភេទដែលមានសមាសធាតុដូចជាភូរីននិងសូលេណាញ់សារធាតុព្យូរីននៅពេលដែលបំបែកនៅក្នុងខ្លួននឹងបង្កើតទៅជាអាស៊ីតអុយរិកដែលជាមូលហេតុចម្បងនៃជំងឺរលាកសន្លាក់ចំណែកឯសមាសធាតុសូឡាណាញ់វាក៏ជាសារធាតុមួយដែលអាចបង្កឲ្យមានការរលាកឬឈឺចាប់ចំពោះអ្នកដែលមានជំងឺរលាកសន្លាក់អ្នកដែលឈឺឆ្អឹងនិងអ្នកដែលមានជំងឺសន្លាក់លោកអ្នកគួរតែនៅឲ្យឆ្ងាយពីពពុះអាហារនេះទី3ស្ត្រីមានផ្ទៃពោះជាពិសេសគឺដំណាក់កាល3ខែដំបូងផ្លែត្រប់វែងឬក៏ត្រប់ក្តោះគោមួយប្រភេទនេះបើទទួលទានច្រើនអាចបង្កឲ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារចំណែកឯស្ត្រីកំពុងតែមានផ្ទៃពោះវាក៏អាចបណ្ដាលឲ្យមានអារម្មណ៍ថាឆេវឆាវច្រើនក្រពះខ្សោយបង្កឲ្យមានអាការៈរាក់រូសឬទល់លាមកជាដើមដូច្នេះពេលមានផ្ទៃពោះគូទទួលទានត្រប់វែងតែបន្តិចបន្តួចបានហើយកុំទទួលទានច្រើនពេកហើយបើអាចជិះបានគូកុំទទួលទានអីលើសតែពីនេះការដែលទទួលទានត្រប់វែងច្រើនពេកក្នុងកំឡុងពេល3ខែដំបូងនៃការមានផ្ទៃពោះអាចបណ្ដាលធ្វើឲ្យស្បូនកន្ត្រាក់ដែលជាគ្រោះថ្នាក់ខ្លាំងបំផុតសម្រាប់ម្ដាយនិងទារកក្នុងផ្ទៃទី4អ្នកដែលមានភាពស្លេកស្លាំងឬខ្សោយរាងកាយត្រប់វែងវាគឺជាអាហារដែលមានសមាសធាតុ phenolic ដែលអាចរំខានដល់ការស្រូបយកជាតិដែកដែលជាសារធាតុរ៉ែដ៏សំខាន់ក្នុងការបង្កើតឈាមអ្នកដែលមានភាពស្លេកស្លាំងកង្វះជាតិដែកឬអ្នកដែលខ្សោយកម្លាំងលោកអ្នកគួរកំណត់ការទទួលទានត្រប់វែងជាពិសេសអាហារសម្បូរជាតិដែកនេះក៏ព្រោះតែវាអាចកាត់បន្ថយប្រសិទ្ធភាពនៃការស្រូបយកសារធាតុចិញ្ចឹមក្នុងរាងកាយរបស់អ្នកទី5ក្រុមមនុស្សដែលប្រើថ្នាំប្រឆាំងនឹងការកកឈាមផ្លែត្រប់វែងវាសម្បូរទៅដោយវីតាមីន K ដែលជាវីតាមីនបង្កឲ្យមានប៉ះពាល់ផ្ទាល់ដល់ការកកឈាមចំពោះអ្នកដែលកំពុងប្រើប្រាស់ថ្នាំប្រឆាំងនឹងការកកឈាមការដែលទទួលទានត្រប់វែងច្រើនពេកវានឹងអាចកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំដែលបណ្ដាលឲ្យមានអតុល្យភាពនៃការកកឈាមមនុស្សទាំងនេះគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិនមុននឹងសម្រេចចិត្តទទួលទានត្រប់វែង